នៅចន្លោះឆ្នាំ1954-1960អ្នកដឹកនាំចៅកណាកុម្មុយនីសខ្មែរខិតខំប្រម៉ែប្រមូលសមាជិករបស់គេនៅតាមស្រែចម្ការនិងក្នុងទីក្រុងប៉ុន្តែកិច្ចការនេះពុំបានហុចនៅលទ្ធផលល្អប៉ុន្មានទេព្រោះមួយចំណែកប្រទេសកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍របស់ខ្លួនទៅហើយមួយចំណែកទៀតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុដែលបានដាក់រាជសម្បត្តិនៅឆ្នាំ1955ដើម្បីធ្វើការតស៊ូនយោបាយផ្ទាល់ព្រះអង្គតែម្ដងក៏មានកិត្យានុភាពនិងប្រជាប្រិយភាពយ៉ាងត្រដែតទៀតផងគឺនៅពេលនោះហើយដែលមេកុម្មុយនីសខ្មែរសៀវហេងមានការអស់សង្ឃឹមយ៉ាងខ្លាំងហើយឈប់ចង់ធ្វើការតស៊ូបន្តទៅទៀតម្យ៉ាងទៀតសៀវហេងដែលជាអ្នកស្រឡាញ់ជីវិតចង់រស់នៅដោយសប្បាយដូចគេឯងយល់ឃើញថាប្រទេសកម្ពុជានឹងមានអនាគតល្អជាមួយសម្ដេចនរោត្តមសីហនុដូចនេះមិនចាំបាច់ធ្វើការតស៊ូអ្វីទៀតទេប៉ុន្តែបញ្ញវន្តខ្មែរឆ្វេងនិយមមួយក្រុមពុំយល់ដូចនេះទេគេយល់ថាប្រជាកសិកររស់នៅដោយលំបាកលំបិនក្រោមការគៀបសង្កត់របស់ពួកឈ្មួញបរទេសដែលបំរើផលប្រយោជន៍របស់ពួកមូលធននិយមគឺនៅក្នុងន័យនេះហើយដែលគេសុកចិត្តបណ្ដោយខ្លួនដើរតាមចលនាកុម្មុយនីសតែម្ដងពួកគេបានដើរតាក់ទាញយុវជននិងបញ្ញវន្តឲ្យជ្រើសរើសយកមាគ៌ាកុម្មុយនីសហើយធ្វើការតស៊ូប្រឆាំងនឹងសម្ដេចនរោត្តមសីហនុផងហើយអេបសម្ដេចនរោត្តមសីហនុផងដើម្បីបំបេះព្រះអង្គចេញពីអ្នកស្ដាំនិយមពោលគឺដើម្បីដកបង្អែកមួយយ៉ាងសំខាន់ពីព្រះអង្គហេតុដូច្នេះហើយបានជានៅពេលនោះសម្ដេចនរោត្តមសីហនុម្ដងរាទៅខាងឆ្វេងម្ដងរាទៅខាងស្ដាំរីឯលទ្ធផលគឺអ្នកតស៊ូទាំងឆ្វេងទាំងស្ដាំជាច្រើនរូបបានត្រូវនគរបាលចាប់យកទៅដាក់គុកឬសម្លាប់ចោលដោយសម្ងាត់ប៉ុន្តែនៅទីបំផុតដោយអ្នកស្ដាំនិយមជាពិសេសប្រទេសវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកបានរៀបចំធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុអ្នកឆ្វេងនិយមក៏បានទទួលការរាប់អានពីសម្ដេចនរោត្តមសីហនុរហូតមកទល់ពេលនេះដោយឆ្លងកាត់ភាពរកម្មរកូសជាមួយរបបខ្មែរក្រហមអស់មួយរយៈពេលធំផងដែរចាប់តាំងពីឆ្នាំ1959កាសែតឆ្វេងនិយមទាំងអស់ដូចជាកាសែតចេញផ្សាយជាភាសាបារាំង L'Observateur របស់ខៀវសំផនកាសែត La Dépêche du Cambodge ដែលចៅសេងបានដណ្ដើមយកពីលោកសឹមវ៉ាព្រមទាំងកាសែតចេញផ្សាយជាភាសាខ្មែរដូចជាកាសែតឯកភាពរបស់លោកពឹងសយកាសែតមិត្តភាពកាសែតប្រជាជនដឹកនាំដោយជូចេតជាដើមមិនត្រឹមតែគាំទ្រខ្សែបន្ទាត់នយោបាយប្រឆាំងនឹងសហរដ្ឋអាមេរិករបស់សម្ដេចនរោត្តមសីហនុប៉ុណ្ណោះទេគឺថែមទាំងគាំទ្រនយោបាយផ្សេងទៀតរបស់ព្រះអង្គសម្ដេចនរោត្តមសីហនុសពព្រះរាជហឫទ័យយ៉ាងខ្លាំងនិងអ្នកឆ្វេងនិយមខ្មែរទាំងនេះជាហេតុធ្វើឲ្យព្រះអង្គចាត់ទុកអ្នកទាំងនោះថាជាអ្នកស្នេហាជាតិយ៉ាងសម្បើមអស្ចារ្យទៀតផងនៅពេលដែលជនកុម្មុយនីសខ្មែរមានទីតាំងយុទ្ធសាស្ត្រយ៉ាងល្អចាប់តាំងពីឆ្នាំ1959នោះមកអ្នកប្រកាន់ស្ដាំក៏ខិតខំធ្វើការតស៊ូរបស់គេយ៉ាងសកម្មដែរប៉ុន្តែជាការឥតប្រយោជន៍មិនតែប៉ុណ្ណោះសោតអ្នកទាំងនោះបានត្រូវរដ្ឋអំណាចធ្វើបាបហើយយកទៅសម្លាប់ចោលទៀតផងនៅឆ្នាំ1958លោកសាំងសាវ៉ាតចាងវាងកាសែតខ្មែរថ្មីបានត្រូវគេលួចសម្លាប់នៅគិរីរ៉ូមនៅថ្ងៃ1មករាឆ្នាំ1959បន្ទាប់ពីបានបង្កើតកាសែតមួយឈ្មោះរាស្ត្រាធិបតីលោកសំសេរីត្រូវរត់ចោលស្រុកនៅឆ្នាំ1966
លោកឌុក រ៉ាស៊ីដែលបានបង្កើតកាសែតជាភាសាបារាំងមួយឈ្មោះភ្នំពេញ Press ក៏បានត្រូវគេបរិហារគេដែរតាមការពិតទៅទោះបីសម្ដេចនរោត្តមសីហនុមានទំនោរទៅខាងឆ្វេងក៏ដោយក៏ព្រះអង្គទ្រង់យល់យ៉ាងច្បាស់ផងដែរថាអ្នកទាំងនោះនៅតែរក្សាគោលដៅមួយជាចម្បងដដែលគឺដណ្ដើមអំណាចពីព្រះអង្គដោយអ្នកប្រកាន់ស្ដាំដែរហេតុដូច្នេះហើយបានជានៅពេលខ្លះដែលឱកាសហុចឲ្យព្រះអង្គមិនញញើតនឹងវាយប្រហារអ្នកឆ្វេងនិយមក្រាក់ដោយជាលោកខៀវសំផនទេព្រោះលោកខៀវសំផននៅពេលនោះមានប្រជាប្រិយភាពក្រាន់បើដែរនៅក្នុងចំណោមនិស្សិតនិងបញ្ញវន្តឆ្វេងនិយមនៅឆ្នាំ1960សម្ដេចនរោត្តមសីហនុបានជំរុញឲ្យមានបាតុកម្មមួយប្រឆាំងនឹងកាសែតឆ្វេងនិយមទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺទាមទារឲ្យបិទកាសែតទាំងអស់នោះតែម្ដងហើយចាប់អ្នកដឹកនាំយកទៅឃុំឃាំងទៀតផងលោកខេសំផនអ្នកដឹកនាំកាសែត L'Observateur ក៏បានត្រូវយកទៅឃុំឃាំងដែរបន្ទាប់ពីត្រូវមនុស្សមិនស្គាល់មុខសម្រាតខោអាវនៅកណ្ដាលថ្នល់ខ្ញុំសូមផ្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយរៀបរាប់អំពីការតស៊ូរបស់ចលនាកុម្មុយនីសខ្មែរនៅបណ្ដាឆ្នាំ60បន្តទៅទៀត